មានសំណួរច្រើនណាស់ដែលគេដាក់មកកាន់យើងហើយយើងចង់យកសំណួរទាំងអស់នោះមកប្រាប់បងប្អូនមកគិតមកពិចារណាដាក់នៅលើតុទាំងអស់គ្នាដើម្បីឲ្យបងប្អូនជួយពិចារណាឲ្យបងប្អូនកើតសទ្ធាជ្រះថ្លាថារឿងហ្នឹងវាអញ្ចឹងមែនមិនមែនព្រោះតែពួកយើងថាទេក៏ប៉ុន្តែដោយសារបងប្អូនបានគិតថាអញ្ចឹងមែនគេមានសំណួរថារឿងរ៉ាវដ៏ធំជាងគេនៅក្នុងស្រុកខ្មែរនោះណាគឺមានចំនួនច្រើនណាស់រឿងរ៉ាវដែលធំនៅក្នុងស្រុកខ្មែរដែលចាត់ទុកជាបញ្ហានឹងមានច្រើនណាស់តើបញ្ហាណាមួយដែលអ្នកចាត់ទុកថាគឺជាបញ្ហាធំជាងគេបំផុតក្នុងចំណោមបញ្ហាធំដែលមាននៅក្នុងស្រុកខ្មែរតើអ្នកយល់ថាបញ្ហាណាមួយដែលជាបញ្ហាធំបំផុតនៅក្នុងស្រុកខ្មែរមានជាអាចអន្តោប្រវេសន៍ហូរចូលក្នុងស្រុកខ្មែរនេះគឺជាបញ្ហាមួយតើបញ្ហានេះគឺជាបញ្ហាធំជាងគេបង្អស់ឬបញ្ហាដទៃទៀតបញ្ហាអយុត្តិធម៌សង្គមអយុត្តិធម៌សង្គមនឹងមានចាប់តាំងពីដូនតារបស់យើងបានយកយើងមកនៅលើទឹកដីនេះពួកយើងមានភោគទ្រព្យដែលដូនតាបានបន្សល់ទុកឲ្យតាមភាពត្រឹមត្រូវភាពយុត្តិធម៌ណាគឺពួកយើងទាំងអស់គ្នាត្រូវបានទទួលផលអំពីកេរមរតកដែលបន្សល់ទុកដោយដូនតាក៏ប៉ុន្តែបងប្អូនឃើញស្រាប់ហើយក្នុងស្ថានភាពជាក់ស្ដែងមានមនុស្សមួយចំនួនតូចដែលជាអ្នកក្តោបក្តាប់អំណាចគាត់បានទទួលផលច្រើនជាងគេអំពីកេរមរតកដែលដូនតាបានបន្សល់ទុកឲ្យនេះគឺជាអំពើអយុត្តិធម៌មួយអំពើអយុត្តិធម៌ដទៃទៀតក្នុងសង្គមខ្មែរគឺជាសង្គមដែលអ្នកខ្លាំងឈ្នះមិនមែនជាសង្គមដែលអ្នកត្រូវឈ្នះទេទោះបីជាបងប្អូនត្រូវក៏ដោយពេលណាបងប្អូនប្តឹងទៅមេភូមិប្តឹងទៅមេឃុំប្តឹងទៅសមត្ថកិច្ចដទៃទៀតមានជាអាចតុលាការជាដើមរឿងសទៅជារឿងខ្មៅរឿងខុសទៅជារឿងត្រូវអយុត្តិធម៌ណាស់អយុត្តិធម៌ទូទៅនេះគឺជាបញ្ហាមួយទៀតតើបញ្ហានេះគឺជាបញ្ហាធំជាងបញ្ហាអន្តោប្រវេសន៍ឬបញ្ហាអន្តោប្រវេសន៍ធំជាងរឿងបញ្ហាអយុត្តិធម៌ការរស់នៅមិនស្មើភាពគ្នានៅក្នុងសង្គមនេះមានអ្នកខ្លះត្រូវបានគេគោរពមានអ្នកខ្លះកើតមកត្រូវតែគោរពគេតែមកតាមធម្មជាតិមនុស្សកើតមកស្មើភាពគ្នាពីកំណើតប៉ុន្តែក្នុងសង្គមខ្មែរយើងឃើញមនុស្សខ្លះមានចិត្តនឹងចង់ឲ្យគេគោរពតែមករៀបចំធ្វើខ្លួនឯងឲ្យមានអំណាចដើម្បីឲ្យអ្នកដទៃគោរពប៉ុន្តែប្រជាពលរដ្ឋឯនេះវិញគឺកើតមកចាំតែគោរពគេនឹងមកជីវិតរបស់ខ្លួននឹងតកូនតចៅទៅទៀតមានន័យថាតាមច្បាប់ធម្មជាតិដែលមនុស្សកើតមកមនុស្សត្រូវស្មើគ្នាពីកំណើតយើងរកឃើញថានៅក្នុងសង្គមយើងមានការជិះជាន់មានអ្នកដែលកើតមកត្រូវឲ្យគេគោរពនិងអ្នកខ្លះទៀតកើតមកត្រូវតែគោរពគេភាពមិនស្មើមុខគ្នាការរឹតអូសយកដីធ្លីក៏ជាបញ្ហាទូទៅដែលកើតមានក្នុងសង្គមជាតិរបស់យើងដែរវិបត្តិប្រជាធិបតេយ្យគឺពលរដ្ឋឥតមានអំណាចក៏ជាបញ្ហាធំមួយដែរបញ្ហាទាំងអស់នេះតើបងប្អូនប្រៀបធៀបមើលបញ្ហាមួយណាដែលចាត់ទុកជាបញ្ហាធំជាងគេបញ្ហាអន្តោប្រវេសន៍ចូលក្នុងដីខ្មែរនាំទៅដល់ការបាត់បង់ពូជសាសន៍នៅថ្ងៃណាមួយបញ្ហាអយុត្តិធម៌សង្គមបញ្ហាសុខភាពបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសួរថាតើក្នុងចំណោមបញ្ហាទាំងអស់ហ្នឹងបញ្ហាមួយណាគឺជាបញ្ហាធំជាងគេបង្អស់អ្នកសំណួរបែបហ្នឹងគេតែងតែសួរមកកាន់គណៈបកនយោបាយរួចហើយគេសួរទៀតថាតើបញ្ហាទាំងអស់ហ្នឹងត្រូវដោះស្រាយយ៉ាងម៉េចជាទូទៅអ្នកសួរហាក់បីដូចជាខ្លួនគេនឹងនៅលើមេឃហាក់បីដូចជាខ្លួនគេនឹងមិនមែនជាជនជាតិខ្មែរទេហាក់បីដូចជាថាអ្នកនយោបាយទេគឺជាអ្នកដោះស្រាយបញ្ហាហ្នឹងគាត់ហាក់បីដូចជាមនុស្សនៅក្រៅសង្គមដូចជាមនុស្សដែលមិនមែនមកសួរចង់ដឹងដើម្បីចូលរួមក្នុងការដោះស្រាយដែរទេហាក់បីដូចជាគាត់នឹងនៅក្រៅសង្គមថារឿងហ្នឹងគឺថាយើងជាអ្នកនយោបាយត្រូវដោះស្រាយតែឯងអញ្ចឹងដែលក្នុងន័យប្រជាធិបតេយ្យណាប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់ប្រទេសទាំងអស់គ្នាចលនាប្រជាធិបតេយ្យគឺជាចលនារបស់ប្រជាពលរដ្ឋកើតពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋយើងជួបជុំគ្នាដើម្បីទៅជែកអំពីបញ្ហារបស់យើងស្វះស្វែងរកប្រភពនៃបញ្ហារបស់ពួកយើងលើកជាទស្សនៈក្នុងការដោះស្រាយបញ្ហារបស់ពួកយើងរួចហើយចែកការងារគ្នាធ្វើដើម្បីឲ្យយើងបានទទួលផលអំពីការខិតខំរួមរបស់យើងប៉ុន្តែជាទូទៅមនុស្សដែលមកសួរអ្នកនយោបាយពួកគេចាត់ទុកខ្លួនគេជាអ្នកនៅក្រៅនយោបាយហើយគេសួររឿងហ្នឹងមកកាន់អ្នកនយោបាយ
ហាក់បីដូចជាខ្លួនគេនឹងគ្មានតាក់ទងអ្វីជាមួយនឹងកិច្ចការនយោបាយគ្មានតាក់ទងអ្វីជាមួយនឹងកិច្ចការដោះស្រាយបញ្ហាប្រទេសជាតិដែលវាខុសតាមន័យប្រជាធិបតេយ្យប្រជាធិបតេយ្យគឺជាចលនារបស់ប្រជាប្រដ្ឋកើតពីប្រជាប្រដ្ឋរបស់ប្រជាប្រដ្ឋដើម្បីប្រជាប្រដ្ឋមានបញ្ហាគាត់ជំនុំគ្នាចង់ដោះស្រាយបញ្ហាហ្នឹងនេះគឺជាទម្រង់នៃការធ្វើការបែបប្រជាធិបតេយ្យប៉ុន្តែជាទូទៅមនុស្សខ្មែរមកសួរអ្នកនយោបាយហាក់បីដូចជាខ្លួនគាត់នឹងគ្មានការទទួលខុសត្រូវស្អីបន្តិចក្នុងចលនានឹងអញ្ចឹងដាក់បន្ទុកទាំងស្រុងមកលើអ្នកនយោបាយបើអ្នកនយោបាយធ្ងន់ម្លឹងណាពេលដែលគេឈ្នះឆ្នោតទៅសមហើយគេស៊ីតែឯងហ្នឹងវាត្រូវព្រោះអីពីព្រោះពេលគេធ្វើគេខំខ្លាំងណាស់មានបញ្ហាស្អីបន្តិចយើងយកមកសួរអ្នកនយោបាយយើងយកមកដាក់បន្ទុកលើគេដូចមិនមែនរឿងរបស់ខ្លួនឯងអញ្ចឹងបើបងប្អូនគិតអញ្ចឹងពេលអ្នកនយោបាយគេឈ្នះឆ្នោតគេស៊ីសមមុខយើងហើយពីព្រោះគេខំជាងគេប៉ុន្តែបើសិនជាបងប្អូនគិតថាចលនាប្រជាធិបតេយ្យជាចលនារបស់ប្រជាប្រដ្ឋមានបញ្ហាបងប្អូនចូលរួមដោះស្រាយទាំងអស់គ្នាពេលដែលពួកយើងឈ្នះឆ្នោតបងប្អូនមានហេតុផលសមរម្យក្នុងការទាមទារផលប្រយោជន៍ដែលបងប្អូនខំទាំងអស់គ្នាអ្នកឯងស៊ីម្នាក់ឯងអត់ត្រឹមត្រូវទេពីព្រោះការចូលរួមគឺខ្ញុំចូលរួមបិទដៃបិទជើងដែរបងប្អូនមានហេតុផលសមរម្យដើម្បីទាមទារចំណែកដ៏សមរម្យរបស់បងប្អូនប៉ុន្តែបើបងប្អូនមកសួរអ្នកនយោបាយហាក់បីដូចជាកិច្ចការហ្នឹងដាក់បន្ទុកធ្ងន់ទៅលើតែអ្នកនយោបាយបងប្អូនដូចគ្មានទទួលខុសត្រូវក្នុងរឿងហ្នឹងពេលដែលឈ្នះឆ្នោតណាគេស៊ីបងប្អូនកំខឹងព្រោះអីពីព្រោះពេលគេធ្វើក៏គេធ្វើតែឯងដែរអញ្ចឹងដល់ពេលគេបានបងប្អូនកំខឹងប៉ុន្តែបើសិនជាបងប្អូនចូលរួមគិតចូលរួមពិចារណាចូលរួមធ្វើនិងចូលរួមទទួលខុសត្រូវណាពេលដែលឈ្នះឆ្នោតគឺបងប្អូនមានហេតុផលសមរម្យក្នុងការទាមទារនៅចំណែករបស់បងប្អូននៅភាពយុត្តិធម៌ដែលបងប្អូនបានខំទាំងអស់គ្នាណែបញ្ហាទាំងអស់ដែលខ្ញុំរៀបរាប់ខាងដើមហ្នឹងបញ្ហាអន្តោប្រវេសន៍បញ្ហាអយុត្តិធម៌សង្គមបញ្ហាដីធ្លីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់យើងបញ្ហាសុខភាពបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋគេដាក់សំណួរមកកាន់យើងថាតើក្នុងចំណោមបញ្ហាទាំងអស់ហ្នឹងបញ្ហាណាមួយធំជាងគេបំផុតសំណោះតែយើងទៅយកមួយក្នុងចំណោមបញ្ហាដែលគេលើកមកហ្នឹងមកធ្វើជាចម្លើយសម្រាប់ឆ្លើយទៅកាន់គេវិញឲ្យសមនឹងបំណងរបស់គេណាឧទាហរណ៍ថាគេសួរយើងថាបាយហើយបបរហើយស៊ីអាណាគេរំពឹងទុកថាក្នុងចំណោមពីរហ្នឹងយើងមុខតែស៊ីបាយហើយនឹងបបរដល់ពេលយើងឆ្លើយយើងថាខ្ញុំស៊ីលោតទៅណាណោះគេរៀបរាប់មកកំភ្លុះមិញហ្នឹងបញ្ហាអន្តោប្រវេសន៍បញ្ហាអយុត្តិធម៌សង្គមបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋបញ្ហាដីធ្លីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតើអ្នកយល់ថាមួយណាជាបញ្ហាធំជាងគេនៅក្នុងសង្គមខ្មែរដល់ពេលគេសួរសំណួរបែបហ្នឹងមកខ្ញុំដឹងខ្ញុំឆ្លើយនឹងសំណួររបស់គេទៅវិញយ៉ាងម៉េចទេបងប្អូនខ្ញុំថាក្នុងចំណោមបញ្ហាទាំងអស់ហ្នឹងអត់មានបញ្ហាណាមួយសំខាន់ជាងបញ្ហាណាទេអត់មានបញ្ហាណាមួយចាត់ទុកជាបញ្ហាធំជាងគ្នាទេបញ្ហាដែលធំជាងគេបំផុតនោះគឺភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋនេះគឺជាបញ្ហាធំជាងគេបំផុតគឺជាបញ្ហាបន្ទាន់ដែលត្រូវតែដោះស្រាយភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋត្រូវដោះស្រាយជាបន្ទាន់កាលណាដោះស្រាយភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋរួចស្រេចបាច់ហើយបញ្ហាទាំងអស់ត្រូវបានដោះស្រាយជាបន្តបញ្ហាទាំងអស់ដែលបងប្អូនរៀបរាប់ខាងដើមត្រូវបានដោះស្រាយទាំងអស់សំខាន់ណាស់បងប្អូនអ្នកនយោបាយក្រៅអំពីបេះដូងស្មោះត្រង់ពួកគេត្រូវមានទស្សនវិស័យគេដឹងអំពីរបៀបនៃការដោះស្រាយគេដឹងថាតើត្រូវចាប់ដើមពីចំណុចណាទៅប៉ុន្តែនៅស្រុកខ្មែរអ្នកនយោបាយភាគច្រើនណាស់ដែលគេបង្ហាញអំពីដួងចិត្តរបស់គេថាគេគឺជាមនុស្សដែលស្នេហាជាតិយើងមិនទាន់ឆែកមើលថាតើគេស្នេហាជាតិមែនឬអត់ផងគ្រាន់តែរកបេះដូងនឹងរកពិបាកផងប៉ុន្តែឥឡូវណាថាគេមានបេះដូងទៅហើយចុះទោះបីជាគេមានបេះដូងណាក៏គេអត់ទស្សនវិស័យនឹងដែរព្រោះខ្ញុំនិយាយមិនអញ្ចឹងប្រជាប្រដ្ឋជាទូទៅគាត់សួរមកយើងថាក្នុងចំណោមបញ្ហាធំៗនៅក្នុងស្រុកខ្មែរតើអ្នកចាត់ទុកថាបញ្ហាណាមួយជាបញ្ហាអភិភាពបញ្ហាអន្តោប្រវេសន៍បញ្ហាដីធ្លីបញ្ហាអយុត្តិធម៌សង្គមបញ្ហាសុខភាពបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតើបញ្ហាទាំងអស់ហ្នឹងបញ្ហាមួយណាធំជាងគេហើយអ្នកដោះស្រាយបញ្ហានោះយ៉ាងម៉េចសំណោះតែយើងយកការលើកជាបញ្ហារបស់គេនោះលើកទាំងអស់នោះសំណោះតែយើងយកមួយមកឆ្លើយតបឲ្យស្របនឹងបំណងរបស់គេដែលជាសេចក្តីសង្ឃឹមថាពិតជាមានក្នុងចំណោមហ្នឹងណាប្រហែលជាយើង
យកបញ្ហាណាមួយណាចាត់ទុកជាបញ្ហាធំណាឲ្យស្របតាមបំណងរបស់គេជួនកាលគេគិតថាយើងប្រហែលឆ្លើយខុសរួចហើយគេចាំវាយបកមកយើងវិញណាបើយើងថាអន្តោប្រវេសន៍គេថាស្អីមួយទៀតឥឡូវគេសួរគឺក្នុងន័យបែបហ្នឹងសំណោះតែយើងបានឆ្លើយតបទៅតាមការរំពឹងទុករបស់អ្នកស្មោះទៅទេស្អាតខ្ញុំថាក្នុងចំណោមបញ្ហារបស់អ្នកដែលរៀបរាប់ខាងដើមមិញខ្ញុំរកមិនឃើញថាបញ្ហានោះជាបញ្ហាធំផងបញ្ហាធំជាងគេបំផុតគឺភាពល្ងងខ្លៅរបស់ប្រជាពលរដ្ឋធំណាស់បញ្ហាហ្នឹងតែដោះស្រាយភាពល្ងងខ្លៅរបស់ប្រជាពលរដ្ឋរួចហើយបញ្ហាទាំងអស់ត្រូវបានដោះស្រាយមកបងប្អូនពិចារណាអ្នកនយោបាយសំខាន់ណាស់ក្រៅអំពីទឹកចិត្តស្នេហាជាតិត្រូវមានទស្សនវិស័យអាទស្សនវិស័យហ្នឹងគេដឹងពីរបៀបនៃការដោះស្រាយគេដឹងអំពីចំណុចចាប់ផ្ដើមក្នុងការដោះស្រាយបញ្ហាហ្នឹងអ្នកនយោបាយខ្មែរដែលនាំជាតិមិនដល់គោលដៅតាំងពីកន្លងមកគឺអត់មានអាទស្សនវិស័យហ្នឹងបងប្អូនណាបរទេសខាងកើតទៅវាអាចយកដីរបស់យើងបានណាវាអាចមានឥទ្ធិពលមកលើប្រទេសយើងរហូតដល់សប្តាហ៍ថ្ងៃដោយសារគេទៅជាមួយនឹងទស្សនវិស័យគេដឹងពីរបៀបនៃការធ្វើគេដឹងអំពីចំណុចចាប់ផ្ដើមថាតើរឿងហ្នឹងគេចាប់ផ្ដើមពីត្រង់ចំណុចណាទៅរួចហើយគេធ្វើរបៀបម៉េចគេត្រួតពិនិត្យពីធនធានរបស់គេគេពិនិត្យពីឧបសគ្គរបស់គេរួចហើយគេចាប់ផ្ដើមក្នុងចំណុចចាប់ផ្ដើមមួយដ៏ត្រឹមត្រូវរួចហើយទស្សនវិស័យរបៀបនៃការបត់បែននីតិវិធីនាំទៅដល់គោលដៅរបស់គេគឺជានីតិវិធីដែលបានពិចារណាល្អិតល្អន់ក្រោមច្បាប់ហេតុនិងផលអ្នកនយោបាយខ្មែរជាទូទៅគឺអត់អទស្សនវិស័យហ្នឹងគេធ្វើនយោបាយគេមិនហ៊ានប្រឆាំងជាមួយនឹងគំនិតរបស់ប្រជាប្រដ្ឋទេទោះបីជាគេដឹងថាប្រជាប្រដ្ឋនឹងគិតខុសក៏ដោយពីព្រោះគេត្រូវការសន្លឹកឆ្នោតចំណែកពួកយើងត្រូវការដោះស្រាយបញ្ហានឹងពិតប្រាកដមែនដូច្នេះបើមិនទៅតាមផ្លូវដែលយើងយល់ទេទោះបីជាយើងបានសន្លឹកឆ្នោតក៏យើងមិនអាចដោះស្រាយបញ្ហាទាំងអស់របស់ប្រទេសយើងបានដែរនេះគឺជាលក្ខណៈពិសេសរបស់ក្រុមយើងដែលយើងធ្វើដោយមិនគិតអំពីសន្លឹកឆ្នោតឡើយយើងគិតថាតើពេលដែលយើងឈ្នះឆ្នោតយើងអាចដោះស្រាយបញ្ហានឹងបានដែរឬទេបើគ្រាន់តែត្រឹមឈ្នះឆ្នោតរួចហើយមិនអាចដោះស្រាយបញ្ហានឹងបានយើងស្ទង់ដោយបញ្ញារបស់យើងនិងដោយភាពស្មោះត្រង់របស់យើងក្នុងដួងចិត្តដោយប្រឆាំងភាពលំអៀងយើងរកឃើញថាពេលដែលយើងឈ្នះឆ្នោតណាយើងមិនអាចដោះស្រាយបញ្ហានឹងបានសន្លឹកឆ្នោតបែបហ្នឹងយើងអត់យកទេនេះគឺជាចំណុចខ្លាំងឬក៏ជាចំណុចពិសេសដែលខុសពីគណៈបកដទៃទៀតយើងមិនស្របជាមួយនឹងអិរិយាបថនយោបាយរបស់គណៈបកដទៃទៀតដែលជាទូទៅគេធ្វើនយោបាយសម្រុកទៅរកសន្លឹកឆ្នោតចំណែកយើងវិញយើងសម្រុកទាញរាជឲ្យមកយល់តាមអ្វីដែលយើងយល់ថាត្រូវដោយមិនបានគិតដល់សន្លឹកឆ្នោតសោះឡើយនេះជាលក្ខណៈដាច់ដោយឡែករបស់គណៈបកយើងហើយជាលក្ខណៈពិសេសទៅទៀតផងដែលគណៈបកដទៃទៀតពីកន្លងមកមិនដែលមានសោះឡើយភាពល្ងងខ្លៅរបស់ប្រជាពលរដ្ឋគឺជាចំណុចសំខាន់បំផុតដែលត្រូវដោះស្រាយមុនគេបំផុតមនុស្សល្ងងនៅទីណាការបោកប្រាស់មាននៅទីនោះពាក្យថាល្ងងខ្លៅមួយម៉ាត់នេះណាមិនទាន់ក្តោបភាពអសកម្មរបស់ប្រជាពលរដ្ឋទូទៅក្នុងប្រទេសយើងទេប៉ុន្តែភាសានេះគឺជាភាសាដែលខ្មែរងាយយល់បំផុតគឺភាពល្ងងខ្លៅរបស់ប្រជាពលរដ្ឋដោយចាប់ផ្ដើមអំពីពាក្យថាយើងចេះតែនិយាយថាខ្មែរល្ងងពេលណាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយើងឬគេចោទយើងថាជាពិសេសគឺខ្ញុំនឹងឌីលខ្មែរថាខ្មែរល្ងងពួកយើងច្រើនតែឆ្លើយតបទៅគេវិញថាឲ្យពិនិត្យខ្លួនឯងមើលតើខ្លួនឯងនឹងល្ងងមែនឬអត់ដោយប្រើពាក្យថាដឹងខ្លួនថាល្ងងគង់នឹងចេះបានតើខ្លួននឹងវាល្ងងមែនអត់ដើម្បីធ្វើការអភិវឌ្ឍខ្លួនវាទាល់តែយើងព្រមទទួលចំណុចខ្សោយពិតប្រាកដរបស់យើងមិនមែនទទួលលើសទេណារកឲ្យឃើញថាវាខ្សោយមែនអត់រួចហើយទទួលយកភាពទន់ខ្សោយរបស់យើងចាប់ផ្ដើមពីចំណុចដែលខ្លួនព្រមទទួលយកភាពទន់ខ្សោយរបស់ខ្លួនទើបខ្លួនអាចមានការអភិវឌ្ឍបានអ្នកឆ្លើយតបច្រើនតែឆ្លើយតបត្រឹមប៉ុណ្ណឹងឆ្លើយតបប៉ុណ្ណឹងណាបងប្អូនមិនទាន់ដល់សេចក្តីពិតរបស់ខ្ញុំទេគេនិយាយថាខំវាសនាហ្នឹងឲ្យតែកាន់ក្បាលមេក្រូតាំងថារៀសល្ងងដល់ពេលពួកយើងអ្នកគ្រប់គ្រងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជួយការពារទង្វើរបស់ខ្ញុំបងប្អូនច្រើននិយាយថាគិតមើលគាត់និយាយថាល្ងងនោះវាត្រូវអត់ខ្មែរយើងវាល្ងងចឹងមែនអត់បងប្អូនការពារខ្ញុំច្រើនតែនិយាយប៉ុណ្ណឹងប៉ុន្តែបងប្អូននិយាយអញ្ចឹងអត់ទាន់គ្រប់ដល់ស្ថានភាពពិតរបស់ខ្ញុំទេនឹង
tâm ban bẹ cẩn nào nơiสถานភាពពិតរបស់ខ្ញុំទេរឿងដែលពិតជានឹងទៅទៀតហើយដែលអ្នកគ្រប់គ្រងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនសូវដែលបានប្រាប់គេគឺបងប្អូនត្រូវសួរគាត់ថាមានឆ្ងល់ទេមានគិតទេថាហេតុអ្វីបានជាគាត់ចេះតែនិយាយថាខ្មែរល្ងងខ្មែរល្ងងខ្មែរល្ងងមែនអត់អានឹងមួយទៀតថាអ្នកឯងនឹងស្វែងយល់ចិត្តគាត់អត់ថាហេតុអីបានគាត់ចេះតែនិយាយថាខ្មែរល្ងងខ្មែរល្ងងយើងរាប់អានគ្នាយើងវិនិច្ឆ័យមនុស្សម្នាក់យើងឲ្យតម្លៃឬយើងមិនថោកតម្លៃអ្នកនឹងយើងត្រូវស្វែងយល់សន្តានចិត្តរបស់បុគ្គលនឹងឲ្យច្បាស់ខ្ញុំចង់ដាក់សំណួរថាតើអ្នកឯងមានឆ្ងល់អត់ហេតុអ្វីបានជាគាត់ចេះតែថាឲ្យខ្មែរល្ងងនៅពេលដែលគាត់និយាយអញ្ចឹងគេស្អប់គាត់ជុំទិសប៉ុន្តែគាត់នៅតែនិយាយហើយមានឆ្ងល់អត់ហើយមានស្វែងយល់សន្តានចិត្តគាត់អត់មានពីណាហ៊ាននិយាយថាខ្មែរល្ងងគេនិយាយអញ្ចឹងទៅគេខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេតែម្ដាយមីងខ្ញុំគាត់និយាយថាហើយចុះហែងក៏ភ្លើមិនក្មួយស៊ីបាយតែហែងសោះហ្នឹងគេមានឲ្យអីហែងពេលណាហែងចាប់ដើមនិយាយហែងនិយាយឲ្យសខាតស៊ីបាយតែយើងសំរចំណេញខ្លះទៅក្មួយនិយាយកុំឲ្យគេខឹងនិយាយកុំឲ្យគេស្អប់ម្ដាយមីងខ្ញុំគាត់និយាយផ្អែមរហូតខ្ញុំតបទៅគាត់វិញថាម៉េចទេខ្ញុំថាអីឯងធ្វើអញ្ចឹងគេមិនដឹងចិត្តអីឯងទេបើគេដឹងចិត្តអីឯងគេស្អប់ងាប់ហើយនោះគេមិនដឹងចិត្តខ្ញុំទេបើគេដឹងចិត្តខ្ញុំគេស្រឡាញ់ខ្ញុំជាងអីឯងនិយាយផ្អែមនោះមកពីអីឯងមិនចង់ឲ្យគេស្អប់អីឯងថ្ងៃក្រោយអីឯងចង់ពឹងគេអីឯងអត់មានទំនាស់មួយគេព្រោះអីឯងធ្លាប់សរសើរធ្លាប់អីគេនោះសម្រាប់នៅល្ងងមើលភ្នែកស្ដាប់នឹងតិចគេឲ្យតម្លៃអីឯងហើយប៉ុន្តែសម្រាប់ខ្ញុំដែលខ្ញុំមើលសម្ដានចិត្តមនុស្សអញ្ចឹងខ្ញុំស្អប់ខ្លាំងនឹងមនុស្សល្ងងតាតែឯងសរសើរនិយាយផ្អែមគេស្រឡាញ់ឯងហើយដែលខ្ញុំនិយាយសេចក្តីពិតក្នុងចេតនាចង់ឲ្យគេទទួលស្គាល់ការពិតដើម្បីការអភិវឌ្ឍរហូតដល់ទទួលយកការតិចទៀតការរិះគន់ការវាយបកពីអ្នកដទៃវិញដោយមិនគិតដល់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្លួនសុខចិត្តបំផ្លាញផលប្រយោជន៍ផ្ទាល់ខ្លួនគឺការរិះគន់ពីអ្នកដទៃមកកាន់ខ្លួនដើម្បីឲ្យអ្នកដទៃបានសេចក្តីសុខហើយមើលដល់សន្តានចិត្តនោះអត់អញ្ចឹងបើស្នាជាបងប្អូនណាទៅបញ្យល់គេមិនត្រូវបញ្យល់ត្រឹមតែពាក្យថាហើយមើលខ្លួនឯងមើលសេចក្តីពិតខ្មែរយើងល្ងងមែនអត់ហើយបញ្យល់ថែមលើសពីនឹងតិចទៀតហើយឲ្យមើលសន្តានចិត្តអ្នកនិយាយនោះតិចទៅហេតុអីមកគាត់ចេះតែនិយាយថាខ្មែរល្ងងមើលសន្តានចិត្តគាត់តែគាត់ចង់បានអីចង់បានប្រយោជន៍ផ្ទាល់ខ្លួនឬអីហើយមើលកន្លែងនោះមើលកន្លែងនោះដែលស្រឡាញ់អញស្រឡាញ់គាត់ស្រឡាញ់កន្លែងនោះអញមើលឃើញអានោះតែអញមើលឃើញអានោះដែរស្រឡាញ់វាអញដែរឥឡូវហើយបញ្ជាក់ទៀតហើយចង់ឲ្យគេបោកមនុស្សល្ងងគេមើលភ្នែកស្ដាប់នឹងតិចចំណែកអញមើលភ្នែកស្ដាប់នឹងតិចអាណាលីវិភាគរមើលដួងចិត្តហ្នឹងមិនព្រោះមនុស្សពិតប្រាកដគឺដួងចិត្តហ្នឹងតែឯងមើលឃើញកន្លែងនោះថ្ងៃណាមួយឲ្យសុំទោសគាត់ហើយអាមនុស្សផ្អែមហ្នឹងតែឯងចូលចិត្តពីមុនហ្នឹងក៏ឯងវិភាគដល់ដួងចិត្តឲ្យស្អប់ភ្លាមហ្មងពេលណាអញ្ចឹងអត់មានអាណាបោកហែងបានទេក្នុងជីវិតរស់នៅអត់មានពីណាបោកបានទេពីព្រោះតែមើលដល់ជំរឿចិត្តហ្មងដែលជាប្រភពរុញសកម្មភាពតាមកាយនិងវាចាហ្មងពេលណាមនុស្សមកនិយាយផ្អែមក្នុងន័យបោកប្រាស់គ្រាន់តែស្ដាប់ទៅស្គាល់កន្លែងភ្លាមហ្មងគ្រាន់តែហាមកមើលឃើញដល់ពវៀនមនុស្សពិតប្រាកដនៅក្នុងដួងចិត្តហ្នឹងអញ្ចឹងបើតាជាបងប្អូនណាត្រូវបានអ្នកដទៃគេចោទគណៈបកយើងថាជាពិសេសគឺចោទខ្ញុំថាខ្ញុំថាខ្មែរល្ងងបងប្អូនត្រូវបញ្យល់គេពីចំណុចទី1បងប្អូនត្រូវនិយាយថាតើវាល្ងងមែនអត់ទី2តើគាត់និយាយចង់បានអីហើយអង្គុយគិតមើលគាត់ចង់បានអីបើគាត់ចង់ឲ្យគេស្រឡាញ់គាត់តែគាត់និយាយចង់អត់ហើយគិតមើលហើយដល់ពេលយើងទៅជាវិនិច្ឆ័យអ្នកជួយអ្នកចង់ឲ្យយើងល្អទៅជាអ្នកមកបោកមកប្រាស់យើងគេអ្នកមានគុណលើយើងសោះឲ្យយើងជេរយើងបចោគេសួរយើងសំជាមនុស្សហើយដល់ពេលអ្នកបោកសោះលមុខយល់ថាផ្កាបលាយល់ថាស្បៃវាទៅអញ្ចឹងស្បៃយើងអញ្ចឹងតែខ្ញុំនិយាយថាឃើញមិត្តទៅជាសត្រូវឃើញសត្រូវទៅជាមិត្តឃើញអ្នកជួយទៅជាអ្នកបោកឃើញអ្នកបោកទៅអ្នកជួយនឹងអញ្ចឹងយើងមើលសកម្មភាព